số đấy bọn con ngọc nét ngày nay cứ dương vơ tờ lòng một chục niềm nào biết hay ngày nay đá cứ dương nên sắc sao pi một đôi này chừng luôn complex ok hay ngày nay cứ nhung nâng đó là lùm hạt ăn quạt mà ỏi bọn con ngọc nét bay buồn lùm hạt đá tuần nay môn nhìn dương đó sai lùm hạt dương thở riêng pi mi riêng chỉ một sân ok ta nên vậy còn ai cà phê dưới dương chắc đang mi riêng bao dưỡng một đôi này chừng luôn complex tiếp theoយើងមាន complex z ស្មើ a បូក b e ជាទំនងពេជ្រកណាត់បែបនេះហើយដើម្បីសរសេរដើម្បីកណនា model នៃចំនួន complex ដែល model នៃចំនួន complex គេតាំងដោយដាច់ខាតនៃ z ដែលជាប្របាយនៃ z ហ្នឹងគឺជាចម្ងាយពី z ពីគល់តម្រុយមកឬក៏គេអាចសរសេរថា r ស្មើនឹងដាច់ខាតនៃ z នេះគឺជា model នៃ complex ដែលគេអាចសរសេរតាំងដោយ a បានដែលស្មើជាមួយនឹងគ្រឹះការ៉េនៃ a ការ៉េបូក b ការ៉េដែល a គឺជាផ្នែកពិត b គឺជាផ្នែកនិមិត្តអូខេអញ្ចឹងដើម្បីរក model នៃចំនួន complex r ស្មើជាមួយនឹងគ្រឹះនៃ a ការ៉េបូក b ការ៉េគ្រឹះនៃផ្នែកពិតលើកជាការ៉េបូកឲ្យផ្នែកនិមិត្តលើកជាការ៉េអូខេអញ្ចឹង r ហ្នឹងគឺជាអី z model នៃ z ហ្នឹងគឺជាអីឧទាហរណ៍ថាអានេះគឺ a ជាផ្នែកពិតអានេះគឺជាផ្នែកនិមិត្តអញ្ចឹងយើងមើលថា a ហ្នឹងគឺជាចម្ងាយចេញពីគល់តម្រុយមកនេះអូខេអញ្ចឹងគឺវាគឺជា hypotenuse នៃត្រីកោណនេះដែលជ្រុងរបស់វាជាផ្នែកពិតនិងផ្នែកនិមិត្តអញ្ចឹងដើម្បីរកប្រវែង hypotenuse យើងប្រើតាមទ្រឹស្ដីបត់ Pinnacle ដែលទ្រឹស្ដីបត់ Pinnacle ហ្នឹងគឺជ្រុង hypotenuse លើកជាការ៉េស្មើនឹងជ្រុងជាប់ការ៉េបូកជាមួយនឹងជ្រុងឈមការ៉េអូខេអញ្ចឹងយើងបាន a ការ៉េស្មើនឹង a ការ៉េបូក b ការ៉េអញ្ចឹងយើងទាញយក a មកស្មើនឹងបូកដករឹសនៃ a ការ៉េបូក b ការ៉េតែដោយសារតែប្រវែងគឺយើងគិតតែវិជ្ជមានទេអញ្ចឹងយើងគិតតែសញ្ញាបូកទេអូខេហើយចំនួន complex model នៃចំនួន complex នេះគឺវាមានលក្ខណៈមួយចំនួនយើងមើលនៅខាងក្រោមនេះឧទាហរណ៍ថាយើងមាន complex 2 w និង z បើសិនជាគេចង់បាន model នៃ complex 2នឹងគុណចូលគ្នាឧទាហរណ៍ w គុណ z គេចង់រក model នៃចំនួន complex w គុណ z អញ្ចឹងគេអាចរក model នៃ w បន្ទាប់មករក model នៃ z បន្ទាប់មកគុណបញ្ចូលគ្នាអូខេគេអាចបំបែកជា2អញ្ចឹងហើយគុណចូលគ្នាតាមក្រោយចំណែកឯលក្ខខណ្ឌទី2បើសិនជា model 2ចែកគ្នាហើយគេចង់រក model ទាំងពីរហ្នឹងគឺយើងអាចផ្ដាច់គ្នាបានហើយចែកគ្នាតាមក្រោយអានេះដូចគ្នាដែរអូខេអានេះគឺជាលក្ខណៈមួយចំនួននៃចំនួន complex ដើម្បីយើងរក model នៃចំនួន complex បានអូខេតអញ្ចឹងយើងចាប់ដើមដោះស្រាយលំហាត់របស់យើងឧទាហរណ៍ថាយើងមានលំហាត់ទាំង4នេះហើយគេឲ្យកណនា model នៃចំនួន complex ខាងក្រោមកខកខហើយភាគច្រើនបងប្អូនច្រឡំនៅលំហាត់ខនេះថាអត់ដឹងដោះស្រាយបែបណាអូខេអញ្ចឹងដើម្បីយល់កាន់តែច្បាស់យើងដោះស្រាយលំហាត់នឹងទិញជាមួយគ្នាដោះស្រាយ có z ស្មើជាមួយនឹង2ដក 2e ឬ2អញ្ចឹងយើងត្រូវដឹងថាតើ a ស្មើប៉ុន្មាន b ស្មើប៉ុន្មានអញ្ចឹង a ស្មើនឹង2 b ស្មើនឹងដក2ឬ2អូខេ a គឺចំណុចពិត b គឺជាផ្នែកនិមិត្តអញ្ចឹង model នៃ complex របស់យើងគឺតាំងដោយឬក៏ norm នៃ z ស្មើជាមួយនឹងរឹសការ៉េនៃ a ការ៉េបូកឲ្យ b ការ៉េអញ្ចឹង a យើងគឺ2អញ្ចឹង2ការ៉េបូកឲ្យ b អញ្ចឹងដក2ឬ2អញ្ចឹងដក2ឬ2លើកជាការ៉េអូខេអញ្ចឹងយើងកណនាលេខនេះទៅយើងបានរឹសនៃ2ការ៉េបាន4ចំណែកឲ្យដក2លើកជាការ៉េបានបូក2លើកជាការ៉េបាន4រឹស2លើកជាការ៉េយើងដាច់រឹសអញ្ចឹង4គុណ2បាន8អញ្ចឹង8បូក4យើងបាន12ហើយ12ចេញពីរឹសមកយើងបាន2ឬ3ដោយសារ12យើងអាចសេថា4គុណ3បានរីឯ4វាចូល2ការ៉េអញ្ចឹង2ការ៉េចេញពីរឹសបាន2នៅសល់ឬ3ទៀតអញ្ចឹង model នៃ z ដែល norm នៃ z នេះស្មើជាមួយនឹង2ឬ3អូខេលំហាត់ខ z ស្មើជាមួយនឹងដក1បូក e ឬ3អញ្ចឹងយើងស្វែងរកតួ a និងតួ b មក
ចឹង a ស្មើនឹងដក 1 b ស្មើនឹងឬ 3 អូខេ b ស្មើដកសំទោ a ស្មើដក 1 b ស្មើនឹង 3 អញ្ចឹង norm នៃ z ស្មើជាមួយនឹងរឹសនៃ a ការ៉េបូក b ការ៉េដែល a ស្មើនឹងដក 1 b ស្មើនឹងរឹស 3 អូខេអញ្ចឹងដក 1 លើកជាការ៉េយើងបាន 1 យើងទៅជាបូក 1 វិញណាបូកឲ្យរឹស 3 ការ៉េនេះយើងអាចសម្រួលការ៉េជាមួយរឹសបានដោយសារ 3 អញ្ចឹង 1 បូក 3 អញ្ចឹង 1 បូក 3 យើងបាន 4 រឹសនៃ 4 យើងថាស្មើ 2 អូខេលំហាត់ក z ស្មើជាមួយនឹងរឹស 3 បូក e រឹស 6 ទេនឹងតួ b មកតែ a ស្មើនឹងរឹស 3 b ស្មើនឹងរឹស 6 អូខេអញ្ចឹង norm នៃ z ស្មើនឹងរឹសការ៉េនៃរឹស 3 ការ៉េបូកឲ្យរឹស 6 ការ៉េរឹស 3 លើកជាការ៉េយើងដាច់រឹស 6 លើកជាការ៉េយើងដាច់រឹសដែរយើងបាន 3 បូក 6 យើងបាន 9 អញ្ចឹងរឹសនៃ 9 ស្មើ 3 តោះបងប្អូនអូខេលំហាត់ចុងក្រោយលំហាត់ខ z ស្មើជាមួយដក e ឬ 3 អញ្ចឹងកន្លែងនេះយើងមានតែតួនេះផ្នែកនិមិត្តទេចំណែកផ្នែកពិតអត់មានទេតោះបងប្អូនអញ្ចឹងផ្នែកពិតនៅលំហាត់នេះគឺស្មើនឹង 0 ផ្នែកពិតគឺ a ស្មើ 0 ផ្នែកនិមិត្ត b ស្មើនឹងដកឬ 3 អូខេអញ្ចឹងយើងដោះស្រាយលំហាត់របស់យើងគឺតាមរូបមន្ត norm នៃ z ស្មើជាមួយនឹងរឹសនៃ a ការ៉េបូក b ការ៉េតែដោយសារ a យើងគឺ 0 b យើងគឺដកឬ 3 អញ្ចឹង 0 ការ៉េបូកឲ្យដកឬ 3 លើកជាការ៉េ 0 ការ៉េនៅ 0 ដែរដកលើកជាការ៉េវាបានបូករឹស 3 លើកជាការ៉េដាច់រឹសអញ្ចឹងយើងបានបូក 3 អូខេអញ្ចឹងមកកន្សងខាងក្នុងនេះយើងបាន 3 យើងរឹសនៃ 3 អញ្ចឹងចម្លើយរបស់យើងគឺរឹស 3 នឹងឯងអូខេអញ្ចឹងថ្ងៃនេះគឺយើងមានតែ 4 លំហាត់ហ្នឹងទេដើម្បីស្វែងយល់អំពីរបៀបគណនា model នៃចំនួន complex ហើយបើសិនជាបងប្អូនមានសំណួរអាចសួរនៅខាងក្រោមវីដេអូបាន